ខ្ញុំមានឈ្មោះទុយអាយុ24ឆ្នាំមកបននៅក្នុងការកំណោហាស៊ីខ្ញុំឈ្មោះពេជ្រម៉ាប់អាយុ19ឆ្នាំខ្ញុំឈ្មោះម៉ៅកំសត់ខ្ញុំអាយុ24ឆ្នាំដោយសារគ្រួសារពួកខ្ញុំមានលទ្ធភាពអត់មានលទ្ធភាពមុនដំបូងខ្ញុំអត់មានលទ្ធភាពនឹងទៅរៀនទេហើយក៏ខ្ញុំបញ្ឈប់ការសិក្សាទី1ខ្ញុំអាចរៀនជំនាញដេរហើយនឹងកាត់ផ្លាស់ប្ដូរបាយស្មុករួចនំទៅក្បាយទៅធ្វើក្បាយរួចដល់ទៅចូលខាងដេរខ្ញុំចូលនៅផ្នែករើកក់មុនដំបូងបើចំណែកផ្នែករើកក់វាមានការលំបាកដូចថាយើងមុនដំបូងចូលអញ្ចឹងយើងអត់ទាន់ចេះរើកក់បេកពួរឬមួយកក់កក់ធំកក់តូចអីទៅយើងចេះតែរើដាក់អត់ដឹងថាអីដល់ពេលដល់ញ៉ៅយូរយើងចេះហើយមួយទៀតខ្ញុំបានរៀនជាថ្នាក់អក្សរកម្មដូចជាភាសាអង់គ្លេសហើយនិងភាសាខ្មែរបន្ថែមព្រោះខ្ញុំខំតស៊ូធ្វើព្រោះវាពិបាកមែនប៉ុន្តែខ្ញុំត្រូវតែខំតស៊ូបានខំតស៊ូគេព្រោះអីឃើញពួកគេធ្វើបានខ្ញុំគិតថាខ្ញុំក៏អាចធ្វើបានចាខាងដេរបានគាត់ជា team leader នៅផ្នែកដេរចាបច្ចុប្បន្នខ្ញុំរៀននៅសាលាអ៊ីបកខ្ញុំចុះត្រេននៅឥឡូវខ្ញុំចុះត្រេននៅស្ថាគារលើមេរៀនបានជាខ្ញុំសម្រេចចិត្តផ្អាក PCS មកពីខ្ញុំចង់រៀននៅសំរៀបចង់មានការងារធ្វើដល់ខ្លួនឯងហើយចង់រកកាក់ពឹងពាក្យដល់ខ្លួនឯងនៅ CS ឥឡូវខ្ញុំតកតងជាមួយភ្ញៀវហើយនឹងគ្រប់គ្រងស្តុកនៅ CS អញ្ចឹងក្នុងភ្ញៀវនឹងដែរពួកខ្ញុំរៀបចំជា brochure សម្រាប់ភ្ញៀវហើយពេលដែលចប់មានរៀបចំជា visit សម្រាប់ភ្ញៀវការផលិតឲ្យមានជំនាញយើងមានជំនាញយើងក៏នៅភ្ញៀវយើងត្បាញឲ្យអាចកែកាប់អត់ណាបើយើងមានជំនាញយើងធ្វើម៉េចផ្លិតចង់ឲ្យស្អាតភ្នែកឲ្យស្អាតហើយធ្វើម៉េចពឿមើលទៅផលិតផលយើងស្អាតធ្វើម៉េចឲ្យភ្ញៀវចាប់អារម្មណ៍បានយើងពេលភ្ញៀវមក CS ច្រើនខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តទី1យើងបាន donation ពីភ្ញៀវហើយមួយទៀតយើងបានការលក់ពីភ្ញៀវក៏ច្រើនដែរអញ្ចឹងពេលដែលពួកខ្ញុំរកចំណូលបានច្រើនកាលមកអាចនឹងមានថវិកាសម្រាប់ជួយស្ត្រីដែលក្រីក្រនៅតាមភូមិបន្ថែមទៀតអញ្ចឹងខ្ញុំសប្បាយចិត្តខ្ញុំអាចគិតថាបើខ្ញុំធ្វើការនៅ CS ខ្ញុំអាចយកមកប្រើប្រាស់បានដូចជាច្បាប់អីសម្រាប់ភ្នើបការនិយាយស្ដីអិយាបថខ្ញុំអាចទទួលយកបានជាចុងក្រោយខ្ញុំមានចំណុចមួយដែលចង់ប្រាប់ដល់ពួកកូនសិស្សថ្មីបើសិនជាគាត់មានផលលំបាកក្នុងការធ្វើការងារក៏ដូចជាមានបញ្ហាក្នុងការងារសូមកុំបារម្ភពួកខ្ញុំនឹងជួយពួកគាត់ឲ្យអស់ពីសមត្ថភាព